កាលពីព្រៃនាយនៅលើកំពូលភ្នំភ្លឹងដ៏ខ្ពស់មួយមានភូមិរបស់សត្វនាគរស់នៅនាគនៅទីនោះសុទ្ធតែមានរូបរាងកាយសាហាវនិងមានសមត្ថភាពព្រោះភ្លើងយ៉ាងខ្លាំងក្លាប៉ុន្តែនៅក្នុងចំណោមនោះមានកូននាគតូចមួយក្បាលឈ្មោះថាគីគីមានរូបរាងខុសពីគេគឺវាមានពណ៌ផ្កាឈូកស្រាលភ្នែកធំនិងចិត្តល្អអ្វីដែលកាន់តែប្លែកនោះគឺនៅពេលដែលគីបើកមាត់ដើម្បីព្រោះភ្លើងវាមិនមានអណ្ដាតភ្លើងចេញមកទេប៉ុន្តែបែរជាចេញជាពពុះសាប៊ូពណ៌អ៊ីនធនូទៅវិញរាល់ពេលគីហាត់ក្រហឹមប៉ោងសំឡេងពពុះសាប៊ូចេញមកកូននាគដទៃទៀតតែងតែសើចចំអោឲ្យវាថាមើលចុះគីជាសត្វនាគឬជាម៉ាស៊ីនបោកខោអាវនឹងគ្មានប្រយោជន៍សោះគីមានអារម្មណ៍តូចចិត្តយ៉ាងខ្លាំងវាព្យាយាមហាត់រាល់ថ្ងៃផឹកទឹកក្តៅផងញ៉ាំម្ទេសផងដើម្បីឲ្យមានភ្លើងចេញមកប៉ុន្តែលទ្ធផលនៅតែដដែលគឺចេញតែពពុះសាប៊ូថ្ងៃមួយគីបានហោះចុះពីលើភ្នំទៅអង្គុយយំម្នាក់ឯងនៅមាត់ស្ទឹងខាងក្រោមវាបានជួបជាមួយសត្វកង្កែបមួយក្បាលកង្កែបសួរថាហេតុអ្វីបានជាអ្នកយំគីឆ្លើយខ្ញុំជានាគដែលគ្មានបានការគេគ្រប់គ្នាព្រោះធ្លើងបានតែខ្ញុំធ្វើបានត្រឹមតែបង្កើតពពុះក្មេងលេងកង្កែបញញឹមហើយនិយាយថាកុំអស់សង្ឃឹមអីរបស់គ្រប់យ៉ាងលើโลกនេះសុទ្ធតែមានប្រយោជន៍តាមបែបរបស់វាថ្ងៃណាមួយអ្នកនឹងឃើញពីតម្លៃរបស់ខ្លួនឯងរដូវប្រាំងបានមកដល់កម្ដៅនៅថ្ងៃក្តៅខ្លាំងស្ទើរតែឆេះដីនៅថ្ងៃមួយក្រុមនាគក្មេងៗដែលកាចសាហាវបាននាំគ្នាលេងព្រោះភ្លើងប្រកួតគ្នាដោយសារតែខ្យល់បក់ខ្លាំងអណ្ដាតភ្លើងបានរាលដាលទៅប៉ះស្មៅស្ងួតហើយបង្កជាភ្លើងឆេះព្រៃដ៏ធំមួយភ្លើងបានឆាបឆេះយ៉ាងលឿនឡោមពួតភូមិរបស់សត្វតូចៗនៅជើងភ្នំសត្វនាគដទៃទៀតព្យាយាមជួយតែពួកគេធ្វើអ្វីមិនកើតព្រោះពួកគេចេះតែព្រោះភ្លើងបោះព្រោះបន្ថែមភ្លើងកាន់តែឆេះខ្លាំងឡើងសត្វតូចៗដូចជាទុនសាយកំប្រុកនិងកង្កែបបានជួបនៅក្នុងរង្វង់ភ្លើងហើយស្រែកហៅឲ្យគេជួយគីដែលនៅក្បែរនោះបានឃើញហេតុការណ៍វាដឹងថាបើវាប្រើភ្លើងដូចគេវាមិនអាចជួយបានទេវាសម្លឹងមើលពពុះសាប៊ូរបស់វាហើយនឹកឃើញគំនិតមួយគីហោះឡើងទៅលើអាកាសកណ្ដាលផ្សែងខ្មៅរួចស្រោកខ្យល់ដង្ហែមយ៉ាងវែងហើយក្រហមចេញមកយ៉ាងខ្លាំងជំនួសឲ្យភ្លើងពពុះសាប៊ូយែករាប់លានបានហោះចេញពីមាត់របស់គីពពុះទាំងនោះមិនមែនជាពពុះធម្មតាទេវាជាពពុះដែលមានជាតិទឹកនិងសំណើមពពុះរាប់លានបានធ្លាក់ចុះមកលើភ្លើងផុសនៅពេលពពុះបែកវាបានคล้ายជាទឹកគ្របដណ្ដាបលើអណ្ដាតភ្លើងមិនយូរប៉ុន្មានភ្លើងដ៏សន្ធោសក៏រលត់អស់ប្រែទៅជាផ្សែងពណ៌សត្រជាក់វិញសត្វទាំងអស់ត្រូវបានសង្គ្រោះពពុះខ្លះមិនទាន់បែកបានហោះទៅរុំសត្វតូចៗធ្វើឲ្យពួកគេអណ្ដែតឡើងផុតពីកម្ដៅដីយ៉ាងសប្បាយរីករាយសត្វនាគដទៃទៀតដែលធ្លាប់តែសើចចំអកឥឡូវនេះបាននាំគ្នាហោះមកក្បែរគីដោយក្តីគោរពមេភូមិនាគបាននិយាយថាយើងសុំទោសដែលធ្លាប់មើលនាយឯងភ្លើងរបស់យើងអាចបំផ្លាញបានតែពពុះរបស់ឯងអាចសង្គ្រោះជីវិតបានឯងគឺជាវីរបុរសពិតប្រាកដចាប់ពីថ្ងៃនោះមកគីលេងតូចចិត្តទៀតហើយវាប្រើពពុះរបស់វាដើម្បីលេងជាមួយក្មេងៗនិងជួយពន្លត់ភ្លើងរាល់ពេលមានអាសន្នភ្នំនាគទាំងមូលពោពេញទៅដោយសុភមង្គលនិងពពុះពណ៌អ៊ីនធនូដ៏ស្រស់ស្អាតតម្លៃអប់រំ 1. ភាពខុសប្លែកគ្នាគឺជួយចំណុចខ្លាំងគុំតូចចិត្តដែលយើងមិនដូចគេព្រោះយើងមានសមត្ថភាពពិសេសរៀងខ្លួន 2. កុំវាយតម្លៃមនុស្សតែសម្បកក្រៅ
អ្វីដែលមើលទៅទន់ខ្សោយអាចក្លាយជាកម្លាំងដ៏អស្ចារ្យនៅពេលចាំបាច់ 3. ការប្រើប្រាស់សមត្ថភាពក្នុងផ្លូវល្អកម្លាំងខ្លាំងមិនសំខាន់ស្មើនឹងការចេះជួយអ្នកដទៃនោះទេ